សូមអនុមោទនីបអនុមោទនីស្ដាប់នៅព្រះធម៌ទេសនាទេណាសូមអនុមោទនីអ្នកមត្ថុរតនតយសៈវន្ទាមិទូលព្រះបង្គំខ្ញុំកុណាអាត្មាភាពសូមលំអត់លំអោនកាយវាចាចិត្តក្រាបសំពះនមស្ការឧទ្ទិសដៅប្រជុំ3នៃព្រះត្រៃរតន៍គឺព្រះពុទ្ធរតន៍ព្រះធម្មរតន៍និងព្រះសង្ឃរតន៍ដោយសេចក្តីជ្រះថ្លាកោតក្រែងស្ញប់ស្ញែងដោយយ៉ាងក្រៃលែងនឹងសូមនមស្ការក្រាបថ្វាយបង្គំវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះថេរៈដែលព្រះអង្គគង់ក្នុងប្រភ្នោះនាគ្រាឱកាសនេះដើម្បីបានជាតក្កិណៃយទានរបស់ញោមសាធុសពបរោះប្រុសស្រីនឹងសូមចម្រើនពរសាធុសពបរោះប្រុសស្រីទាំងអស់ដែលមកប្រជុំគ្នានាវេលាគ្រាឱកាសនេះដើម្បីប្រារព្ធពិធីបុណ្យខួប7ថ្ងៃជូនចំពោះឧបាសិកាអង្គគីមដែលមានអ្នកម្ចាស់សម័យទានប្រធានផ្ដើមបុណ្យគឺឧបាសកមាសធឿនដែលជាស្វាមីនៃសពលោកស្រីច័ន្ទនិងលោកស្រីកែវសុគន្ធធាវីព្រមទាំងបុត្រលោកស្រីច័ន្ទធឿននិងលោកស្រីផលចំណានព្រមទាំងបុត្រកញ្ញាស្រីរតន៍ដែលឧបាសិកាអង្គគីមត្រូវទទួលមរណភាពគម្រប់ខួប7ថ្ងៃនិងថ្ងៃស្អែកដោយកាលកិរិយាទៅនៅថ្ងៃប្រហោះ9រោចខែអាសត់ឆ្នាំអសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី16ខែតុលាឆ្នាំ2025នាវេលាម៉ោង 11:49 នាទីព្រឹកក្នុងបច្ចុប្បន្នវស្សា78ឆ្នាំដោយរោគាពាធនៅក្នុងឱកាសពេលវេលាដ៏សមគួររបស់សាធុសពបរោះប្រុសស្រីដែលបានចូលរួមនៅក្នុងកម្មវិធីបុណ្យតក្កិណានុប្បទានគម្រប់ខួប7ថ្ងៃនិងថ្ងៃស្អែកនេះគឺជាភាពកក់ក្ដៅដ៏យ៉ាងខ្ពង់ខ្ពស់រកអ្វីប្រៀបផ្ទឹមពុំបានឡើយនឹងជាញាតិពធសាច់សាលហិតចិត្តខាងទាំងឡាយទាំងពួងគឺជាការមោទនភាពនៃម្ចាស់ទានប្រធានផ្ដើមបុណ្យដែលមានឈ្មោះទាំងអំបាលម៉ាននេះដូច្នេះសាធុសពបរោះប្រុសស្រីទាំងអស់គ្នាលោកអ្នកបានឃើញហើយនៅសទ្ធាគឺភាសាតនៈលក្ខណៈសទ្ធាសទ្ធាស្ទុះទៅអន្ទូលទៅមិនកម្រើកងាករាក្នុងសំណាក់នៃសាសនាដតីឡើយគឺបានប្រារព្ធពិធីបុណ្យចាប់តាំងពីឧបាសិកាអង្គគីមទទួលការកិរិយាទៅប៉ុណ្ណាមានលោកគ្រូអាចារ្យព្រមទាំងព្រះសង្ឃបានជាតក្កិណានុប្បទានជាប់មិនដាច់រហូតមកដល់ថ្ងៃនេះជាកាលកិរិយាទៅថ្ងៃទី6ហើយប៉ុណ្ណាហើយថ្ងៃស្អែកនេះគឺជាថ្ងៃកម្មវិធីឆ្លងនៅបុណ្យគម្រប់ខួប7ថ្ងៃនិងតក្កិណានុប្បទានជូនចំពោះឧបាសិកាអង្គគីម
ហើយសាធុវោសាធុសពបរោះប្រុសស្រីញោមញាតពុទ្ធបរិស័ទដែលជាពុទ្ធសាសនូបឋមទាំងឡាយពាក្យថាតក្ខិណានុបទានគឺមកអំពីពាក្យថាតក្ខិណៈមួយបទនិងអនុបទានមួយបទអនុបទានប្រែមកថាតាមឧទ្ទិសឲ្យតក្ខិណាគឺជាការវិលទៅដល់ឧបាសិកាអង្គគីមដែលបានទទួលកាលកិរិយាទៅថ្មីនេះគឺទោះបីឧបាសិកាទៅដល់ទីណាកន្លែងណាក៏ដោយចោះក៏សូមឧបាសិកាអនុមោទនីនៅមហាបុណ្យនៅមហាកុសលនាគ្រាវេលាឱកាសនេះបងសាធុសពបរោះប្រុសស្រីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានជាសัพពញ្ញូពុទ្ធទ្រង់បានត្រាស់សម្ដែងបញ្ជាក់អំពីថាបើបរោះស្ត្រីក្រហោះបព្វជិតទាំងឡាយទាំងពួងដែលបានស្លាប់ទៅហើយបើសិនជាយកទៅបញ្ចុះនោះក៏ទៅជាចំណីនៃព្រះធរណីតែបើយើងយកទៅបូជាវិញគឺបានទៅជាចំណីនៃព្រះអគីហេតុដូចម្ដេចបានជាអាចទទួលតក្ខិណានុបទានបានដែរចឹងសាធុសពបរោះប្រុសស្រីទាំងអស់គ្នាសុទ្ធសឹងតែជាអ្នកគោរពរាប់អានស្រឡាញ់ក្នុងឱវាទនៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់បញ្ជាក់ថាវិញ្ញាណនេះអត់ចេះស្លាប់ទេបងវិញ្ញាណនេះប្រៀបដូចជាពូជនឹងគឺមានក្នុងនោះមានដំណើរដំណាំបន្លែបន្លុកក៏ដូចជាស្រូវសពគ្រប់ទាំងអស់មានស្រូវស្រាលស្រូវធ្ងន់ជាដើមគឺថាស្រូវទាំងអស់នោះឯងតែងតែយកទៅបណ្ដុះដើម្បីដាក់នៅក្នុងថ្នាលហើយគ្រាប់ប៉ុណ្ណាគ្រាប់ដែលយកទៅបណ្ដុះនោះគឺឃើញថាវាពុកផុយទៅបងពុកផុយរលួយទៅក្នុងដីហើយបន្លកមកវិញនោះគឺជាហេតុជាក្របពូជប៉ុណ្ណាដែលយើងបានយកទៅបណ្ដុះនៅក្នុងថ្នាលនោះប្រៀបដូចជាឧបាសិកាអង្គគីមដែលគាត់ធ្វើការកិរិយាទៅគម្រប់7ថ្ងៃនិងថ្ងៃស្អែកដូច្នោះដែរប៉ុណ្ណាឃើញថាគេយកទៅបូជាជាបណកិច្ចនៃការថ្វាយភ្លើងទៅជាចំណីនៃព្រះអគីអស់ទៅនៅសល់តែធាតុគឺឆ្អឹងដែលជាធាតុមិនមានធំស្អុយក្លិនដើម្បីយកមកគោរពថាឆ្អឹងនេះឯងជាអ្នកមានគុណូបការៈក្នុងការបីបងបង្កើតថ្នាក់ថ្នមថែរក្សាបុត្រធីតាប្រុសស្រីចៅប្រុសស្រីទាំងអស់ចឹងគឺយកមកគោរពបូជាប៉ុន្តែហេតុអីបានជាអាចទទួលតក្ខិណានុបទានបានពីព្រោះថាការដែលយើងពុទ្ធបរិស័ទសាធុសពបរោះប្រុសស្រីទាំងអស់ដែលរស់នៅលើលោកនេះគឺតែងតែមានពូជ2ញោមពីជាងហ្នឹងគឺពូជញោមគឺសំដៅទៅលើពូជល្អមួយនិងពូជមិនល្អមួយញោមណាបើពូជល្អហ្នឹងបានដល់មហាកុសលដែលយើងកំពុងតែប្រត់ព្រៀនបំពេញនេះញោមនឹងតាំងពីទានសិលភាវនាប្រកបដោយកាយកម្មវិច័យកម្មមនោកម្មហ្នឹងគឺជាឈ្មោះនៃពូជហ្នឹងគឺពូជល្អផងពូជមិនល្អផងញោមពូជមិនល្អហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាប្រកបដោយកាយទុច្ចរិតប្រព្រឹត្តទៅមិនល្អដោយកាយប្រកបដោយវិច័យទុច្ចរិតប្រព្រឹត្តទៅមិនល្អដោយវាចាប្រព្រឹត្តនៅមនោទុច្ចរិតក្នុងអំពើដែលគិតទៅមិនល្អក្នុងចិត្តនឹងជាពូជ
កម្មមិនល្អចំណែកពូជល្អបានដល់កុសលកម្មប្រព្រឹត្តទៅក្នុងទ្វា3ដូចគ្នាហៅថាកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតណែញោមគឺកាលណាយើងគិតនឹងក៏ជាកុសលឬអកុសលដែលកើតឡើងដែរនឹងការដែលយើងបញ្ចេញវាចាទៅមានវាចាសម្ដីរបស់យើងនឹងជាកុសលក៏មានជាអកុសលក៏មានឬក៏ការដែលយើងប្រព្រឹត្តធ្វើទៅដោយផ្លូវប្រយោគនៃកាយគឺថាទៅធ្វើការងារនោះញោមណាជាការងារកុសលឬក៏អកុសលចឹងគឺថាទោះបីដែលគាត់រលត់ប៉ុន្តែនៅចិត្តសន្តានក៏ពិតមែនប៉ុន្តែព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាពូជគឺកុសលនិងអកុសលនឹងមិនបានរលត់ទៅទេបានឧបដិកភ្លាមបងនឹងប្រៀបដូចជាបុគ្គលកាលដែលអុជប្រទីបឬក៏បុគ្គលកាលដែលអុជនៅធូបអញ្ចឹងណាញោមបើមកបាច់ធំមកហើយយើងយកទៅក្រវីទៅញោមឃើញដូចជាប់គ្នាអញ្ចឹងបាទគឺដូចជាប់គ្នារដិតយ៉ាងណាមិញចុតិបដិសន្ធិរបស់សត្វទាំងឡាយវាលឿនជាងនឹងទៅទៀតញោមបើគឺថាចុតិរលត់វិញ្ញាណផ្លឹបបង្កើតហេតុបច្ច័យកុសលនិងអកុសលដែលឧបាសិកាអង្គគីមបានសន្សំនឹងចាប់ផ្លឹបយកមកវិញនឹងឯងបានជាយើងខំប្រឹងធ្វើបុណ្យតក្កិណានុបទានភ្លាមបន្ទាប់អំពីចុតិរបស់គាត់ទៅនឹងអាចបដិសន្ធិក្នុងសុគតិជាមនុស្សឬក៏ទេវតាបានណាញោមដោយអំណាចនៃកម្មជាកុសលដែលយើងបានបូជាចំពោះគុណបត្រៃរតន៍ហើយយើងបានឧទ្ទិសជូនទៅគាត់យ៉ាងនោះដែរចឹងសាធុសពបរោះប្រុសស្រីយើងគេទាំងអស់គ្នាវិញ្ញាណនេះឯងមិនងាយរលត់រលាយទៅណាទេបើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានកាត់ផ្ដាច់នៅពូជគឺកុសលនិងអកុសលចេញហើយទើបព្រះអង្គបានសម្រេចនៅសម្មាសម្ពោធិញ្ញាណមួយអន្លើដោយសង្ឃសាវកទាំងឡាយមានព្រះសរិបុត្រព្រះមហាមោគលានព្រះមហាអនន្តព្រះអនុរុទ្ធព្រះកម្ពលៈផតយៈជាដើមសុទ្ធតែជាព្រះអរហន្តាបក្ខីណាស្របដែលរាប់ប្រមាណពំបានប៉ុណ្ណានិងរួមទាំងឧបាសកឧបាសិកាទាំងឡាយដែលលោកបានសម្រេចគុណលោកកតរៈមគ្គលោកកតរៈផលគឺគាត់បានដល់នៅត្រើយនៃអបាយភូមិ4បិទចិត្តញោមបានដល់នរកប្រែតដេរឆានអសុរកាយនឹងបានបិទទ្វារអស់ហើយញោមទៀងតែកំណើតក្នុងសុគតិជាមនុស្សឬក៏ទេវតាញោមចឹងសាធុសពបរោះប្រុសស្រីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីពាក្យថាសង្វេគៈហ្នឹងគឺយើងតកស្លុតក្នុងចំណុចដែលថាសង្ខារទាំងឡាយហ្នឹងជាមាញោមបើពីព្រោះកាត់ផ្ដាច់ពីសេចក្តីសុខរត់ទៅរកទុក្ខបានញោមយើងបានកំណើតមិនថិតថេរទេញោមក្នុងកំណើតមនុស្សជាសុគតិនេះគឺយើងនៅមានភ័យញោមនឹងនៅមានភ័យប្រហែលនោះហើយបានជាយើងទាំងអស់គ្នាខំប្រឹងបំពេញសេចក្តីល្អខំប្រឹងបំពេញនៅកុសលសពគ្រប់ប្រការទាំងអស់ប្រាថ្នាដើម្បីសុខចម្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីបគាថាមួយថាសាធុបាពេអ្នកទុក្ករੰណែគឺសាធុបាពេអ្នកទុក្ករੰហ្នឹងមានសេចក្តីប្រែថាសេចក្តីល្អមនុស្សអាក្រក់ធ្វើបានដោយក្រញោមនឹងចឹងបានជាព្រះអង្គទ្រង់តែងតែគៀងគរសពសត្វទាំងអស់នឹងមានចំនួនច្រើនប៉ុណ្ណាបានបំពេញរួមគ្នានៅអំពើល្អប្រព្រឹត្តទៅក្នុងសុចរិតធម៌3ប្រការប៉ុណ្ណាគឺសុចរិតធម៌តាមផ្លូវកាយសុចរិតធម៌តាមផ្លូវវាចាសុចរិតធម៌តាមផ្លូវចិត្តប្រព្រឹត្តទៅជាកម្មពណ៌សញោមហើយបានពូជមកវិញនឹងបានសុខសวัสดิភាពសួស្តីអត់មានភ័យអត់មានផិតអីទេនៅក្នុងភព3នេះយើងភ័យញោមបើអញ្ចឹងយើងរត់មករកកុសលយើងរត់មករកបុណ្យ
ទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីពាក្យថាតាស្មាករិយកល្យាណังនិច្ចយ៉ាងសម្បរាយិកាំងបញ្ញានិបរលោកាស្មੰបតត្ថាហោនតិបានិណੰព្រោះហេតុនោះពាក្យថាបុណ្យនេះគឺជាទីពឹងអាស្រ័យរបស់សត្វទាំងឡាយបន្ទាប់អំពីសេចក្តីស្លាប់ទៅចឹងបើកាលណាបុណ្យយើងច្រើនក្រាស់ក្រៃហើយយើងសង្ឃឹមញញឹមជានិច្ចនៅសុគតិភពប៉ុណ្ណាកាលដែលបាបអកុសលច្រើនយើងមិនមានសង្ឃឹមអីប្រមាណទេញោមឃើញថាទោះបីញាតិមិត្តសាច់សាលហិតជួយយ៉ាងណាក៏ដោយជួយបានត្រឹមតែដល់ទីបច្ឆានៃការបូជាបណកិច្ចប៉ុណ្ណោះឯងហើយការជួយក្រៅពីនោះគឺពុំមានសោះឡើយអត្តាហេអត្តណោនាថោខ្លួនជាទីពឹងនៃខ្លួនមិនមានញាតិមិត្តសាច់សាលហិតអ្នកណាយមយៈទេវព្រះអរអ្នកតាទេវតាជនទៀតជនខ្ពស់ណាជួយយើងបាននោះឡើយញោមក្រៅតែអំពីកុសលមួយនិងអកុសលមួយដែលជាទីពឹងជាប់ទៅតាមខ្លួនញោមនិងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីដីទឹកភ្លើងខ្យល់ប៉ុណ្ណានិងបថវ័យធាតុអបោធាតុតេជោធាតុវាយោធាតុហ្នឹងញោមធាតុទាំង4ហ្នឹងมันអាចតាំងនៅជាប់លាប់វិញ្ញាណហ្នឹងក៏ប្រះទៅញោមបើកាលដែលប្រះទៅហើយប៉ុណ្ណាផ្លាស់អត្តភាពទៅហើយអត្តភាពនោះគឺជាអត្តភាពថ្មីទៀងហើយថានឹងត្រូវផ្លាស់ប៉ុន្តែមិនដឹងជាមនុស្សឬក៏អបាយភូមិឬក៏ទេវតាទេញោមចឹងសាទរសពអរោះប្រុសស្រីទាំងអស់គ្នាព្រះវិចិត្រមាព្រះវិសុទ្ធិគុណព្រះអនាវរណញ្ញាណព្រះសម្មាសម្ពុទ្ធមកុដត្រៃភពព្រះអង្គពិតជាអាចប៉ុណ្ណាក្នុងកិរិយាជួយសង្គ្រោះដល់សត្វលោកទាំងអស់ទៅតាមរយៈនៃខ្សែព្រះធម៌ញោមចឹងយើងដូរយកនៅផ្លូវសួរផ្លូវនិព្វានញោមដោយការដែលយើងចំណាយពេលវេលាក៏ដ៏មានតម្លៃកាត់ថ្លៃមិនបានហ្នឹងបូជាចំពោះគុណបត្រៃរតញោមគុណបត្រៃរតនេះមានគុណប្រមាណថាប៉ុណ្ណេះប៉ុណ្ណោះពុំបានឡើយញោមអបមាណោពុទ្ធោព្រះពុទ្ធមានគុណប្រមាណថាប៉ុណ្ណេះប៉ុណ្ណោះពុំបានឡើយអបមាណោធម្មោព្រះធម៌មិនអាចកាត់តម្លៃនៃគុណថាមានប្រមាណប៉ុណ្ណេះបានឡើយអបមាណោសង្ឃោព្រះសង្ឃក៏មិនអាចកាត់នៅតម្លៃនៃគុណថាមានប៉ុណ្ណេះប៉ុណ្ណោះបានឡើយញោមណាចឹងគឺថាគុណទាំងអស់នេះឯងដែលយើងខំប្រឹងខ្នះខ្នែងបូជាទាំងកម្លាំងទ្រព្យធនទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងកម្លាំងវាចាដើម្បីបូជាចំពោះគុណបត្រៃរតនេះគឺថាជារតនៈកម្រនឹងកើតមាននៅក្នុងโลกយើងនេះណាសាធុសពអរោះប្រុសស្រីក្នុងโลกនេះដែលយើងកើតមកមិនបានជួបព្រះសម្មាសម្ពុទ្ធវិច្ច្រើនហុគណនីថ្លាថ្លែងពុំបានទៅហើយចឹងយើងទាំងអស់គ្នាបានកើតមកហើយជួបនឹងទាន់សាសនាព្រះសម្មាសម្ពុទ្ធយើងមានឱកាសដើម្បីខំប្រឹងកកើនកតានរុទ្ធរះបំរាស់ននីលដើម្បីមាននូវភាពវិរិយៈកាត់ផ្ដាច់នៅអវិជ្ជាទៅបានអាស្រ័យទៅលើយើងមានធម៌4ញោមហៅថាអធិបាទហ្នឹងគឺអដ្ឋៈមួយបទនិងបាទៈមួយបទញោមបាទៈហ្នឹងគឺជើងណាញោមជើងហ្នឹងដូចក្រែមានជើង4អញ្ចឹងអដ្ឋិហ្នឹងគឺរិទ្ធណាញោមដែលហេតុដែលនាំឲ្យបានសម្រេចនៅកុសលធម៌ទៅបានត្រូវមានអធិបាទ4ញោមព្រះសម្មាសម្ពុទ្ធប្រជិនស្រីព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីអត្ថបាទទី1គឺសំដៅទៅលើឆន្ទៈជាប្រធានណាញោមឆន្ទៈហ្នឹងជាភាសាបាលីញោមភាសាខ្មែរប្រែថាសេចក្តីស្រឡាញ់ហ្នឹងណាញោមសេចក្តីស្រឡាញ់ក្នុងអំពើដែលយើងគប្បីធ្វើហ្នឹងណាញោមឆន្ទៈក្នុងកុសលហ្នឹងណាញោមនិងក្នុងការងារជាសេចក្តីល្អហ្នឹងណាក្នុងទានរបស់យើងក្តីសិលរបស់យើងក្តីស្ដាប់ព្រះធម៌ភាវនាកម្មនឹងក្តីញោមត្រូវមានឆន្ទៈជាប្រធានជាខាងដើមទី2នៃអត្ថបាទគឺវិរិយៈញោម
បើមានតែខានបើមានតែឆានតៈប៉ុណ្ណាអត់មានសេចក្តីព្យាយាមក្នុងការដែលយើងត្រូវរូតរះដាក់ចុះនៅការងារផែនការទាំងអស់នេះទេក៏ការងារទាំងអស់ហ្នឹងក៏វាមិនអាចជោគជ័យនោះទៅដែរញោមចឹងយើងខំធ្វើបុណ្យចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី7នេះគឺថាយើងមាននៅធម៌ទី2ហ្នឹងវិរិយៈសេចក្តីព្យាយាមមិនមែនអធិបាទគឺជើង4មានតែ2ហ្នឹងគ្រប់ល្មមទេញោមគឺត្រូវមានអង្គទី3មួយទៀតប៉ុណ្ណាគឺចិត្តតៈញោមចិត្តតៈយើងហៅថាចិត្តហ្នឹងណាញោមចិត្តតៈហ្នឹងប្រែមកថាត្រូវតែយកចិត្តទុកដាក់ក្នុងអំពើល្អហ្នឹងនៅអំពើកុសលសពគ្រប់ប្រការហ្នឹងប៉ុណ្ណាញោមហើយទី4ទី4គឺវិមង្សាត្រិះរិះពិចារណានៅការងារហ្នឹងតើធ្វើម៉េចដើម្បីបានជោគជ័យយ៉ាងណាមួយណាញោមណោះចឹងព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីអត្ថបាត4ហ្នឹងគឺជារឿងសំខាន់ណាស់សម្រាប់យើងដែលជាអ្នកមាននៅសេចក្តីជ្រះថ្លាក្នុងគុណនៃព្រះសម្មាសម្ពុទ្ធគុណពធគុណព្រះសង្ឃញោមចឹងគឺថាព្រះបរមលោកនាយុព្រះអង្គទ្រង់សម្ដែងអំពីហេតុដែលនាំឲ្យកើតបុណ្យព្រះចិនស្រីទ្រង់ត្រាស់ថាមាន3ប្រការប៉ុណ្ណាទី1សង្វេគូសេចក្តីតក់ស្លុតចំពោះសង្ខារមហាបាសិកាអង្គគីមក្នុងបច្ចុប្បន្ន78ព្រះវស្សាហ្នឹងគាត់បានទទួលការកិរិយាទៅចឹងគឺមានចិត្តសង្វេគណាញោមមានចិត្តសង្វេគហ្នឹងគឺតក់ស្លុតអត់ឧបមាដែលធ្លាប់តែរស់រានមានជីវិតនៅជាមួយកូនចៅសាច់សាលហិតមិត្តភ័ក្តិមរៈក្លើសាច់ញាតិទាំងអស់ជុំជួបគ្នាណាញោមនឹងក៏ក្អាកក៏ក្អាយស្រាប់តែពេលវេលាមួយត្រូវប្រែប្រួលក៏ព្រាត់និរះចាសត្វនឹងសង្ខារដែលជាទីស្រឡាញ់ជាទីស្នេហារបស់គាត់ទៅញោមនឹងគឺទី1ហ្នឹងគឺយើងមានសេចក្តីតក់ស្លុតទី2បសាទោប៉ុណ្ណាហេតុដែលនាំឲ្យកើតបុណ្យព្រះសម្មាសម្ពុទ្ធក៏ទ្រង់សម្ដែងថាមកអំពីសេចក្តីជ្រះថ្លាញោមចឹងយើងជ្រះថ្លាញោមណោះបើយើងជ្រះថ្លាចំពោះគុណបត្រៃរតន៍យើងធ្វើបុណ្យសន្តានបើអត់មានសេចក្តីជ្រះថ្លាចំពោះគុណបត្រៃរតន៍ទេយើងប្រកាសណាស់ថាអត់មានអ្វីជាលំនឹងនៃស្រែបុណ្យនៃមហាកុសលដែលយើងកសាងបំពេញធ្វើនឹងទេញោមចឹងយើងបញ្ជូនចិត្តទៅនៅសេចក្តីជ្រះថ្លាប៉ុណ្ណាសេចក្តីជ្រះថ្លាហ្នឹងគឺដោយដែលបានរៀបរាប់នឹងឯងថាសេចក្តីជ្រះថ្លាទៅលើគុណពុទ្ធព្រះអង្គមានប្រគុណដ៏ល្អអស្ចារ្យទី2គឺសេចក្តីជ្រះថ្លាក្នុងពធថ្លៃញោមទាំងលោកតរៈធរក្តីទាំងបរិយត្តិធរក្តីណាញោមពធទាំងឡាយទាំងពួងទាំងអស់84000ព្រះធម្មខណ្ឌក្នុងនោះក៏មានព្រះវិន័យមានប្រសូតមានព្រះអភិធម្មញោមបើព្រះវិន័យនឹងមាន21000ព្រះធម្មខណ្ឌប៉ុណ្ណាព្រះសតន្តបិដកក៏មាន21000ព្រះធម្មខណ្ឌចំណែកអភិធម្មបិដក42000ព្រះធម្មខណ្ឌសរុបទាំងអស់84000បឋមខណ្ឌចឹងយើងជ្រះថ្លាក្នុងពធហ្នឹងថាពធមានតែ84000បឋមខណ្ឌហ្នឹងទេឬក៏មានទៅទៀតនឹងតើប្រពុតអង្គណាខ្លះបានសម្រេចសម្ដែងនៅពធខណ្ឌប្រមាណបានសម្រេចសម្ដែងធម៌នៅព្រះធម៌ហ្នឹងយ៉ាងណាដែរញោមច្បាប់ក្រិតនៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងឡើងក្នុងលោកញោមពធនឹងមិនលើសមិនខ្វះពី84000បឋមខណ្ឌទេញោមហើយព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់បដិស្ថាននៅពធនឹងគឺថាអត់មានព្រះសម្មាសម្ពុទ្ធអង្គឯណាមួយសម្ដែងពធមិនចប់ហើយព្រះអង្គបរិនិព្វានទៅទេញោមនឹងឬថាព្រះពុទ្ធអង្គខ្លះនឹងសម្ដែងពធឲ្យលើសពី84000បឋមខណ្ឌនោះទេញោមគឺក្រិតនៃព្រះសម្មាសម្ពុទ្ធគឺអត់មានលើសអត់មានខ្វះការត្រាស់ដឹងឡើងក្នុងលោកហ្នឹងគឺ
ទ្រង់ត្រាស់ដឹងហើយទ្រង់នាំយកនៅពធនិងប្រសង់ដែលជាកូនរបស់ព្រះអង្គហ្នឹងមកទាំងព្រមណាញោមនឹងបានជាឲ្យឈ្មោះថាត្រៃរតហ្នឹងអត់មួយណាអត់បានទេញោមគឺត្រៃហ្នឹងគឺ3ណារតហ្នឹងគឺរតនៈដែលយើងតែងតែរាប់អានណាញោមដែលយើងតែងតែនិយាយថាមាសប្រាក់ពេជ្រពិទូសូរកានក្នុងមនុស្សលោករហូតដល់ទេវលោកទៀតហ្នឹងគឺគេគោរពគេរាប់អានគេស្រឡាញ់គេចូលចិត្តណាញោមណាយ៉ាងណាមិញចំពោះគុណពុទ្ធពធប្រសង្ឃព្រះអង្គក៏ទ្រង់សម្ដែងថាបរតនៈនឹងគឺជាទីគោរពរាប់អាននមស្ការរបស់មនុស្សនិងទេវតាទាំងឡាយទាំងពួងគេស្រឡាញ់លឹះអស់មាសប្រាក់ទៅទៀតបានជាមានពគាថាលោកសម្ដែងថាយ៉ាងកេញចរតនាំងលោកេវិជ្ជតិវិវិធាំងពុទ្ធរតនាំងពុទ្ធសមាំងធម្មសមាំងសង្ឃសមាំងណដ្ឋេតាស្មាសោថៃភវន្តទេប៉ុណ្ណាមានសេចក្តីប្រែថារតនៈក្នុងលោកមានច្រើនបែបច្រើនយ៉ាងរតនៈទាំងនោះពុំស្មើនឹងព្រះពុទ្ធរតន៍ព្រះធម្មរតន៍ព្រះសង្ឃរតន៍ឡើយឃើញទេញោមឃើញថារតនៈនឹងវាប្រសើរលើសអស់រតនៈដែលមាននៅក្នុងលោកព្រមទាំងនៅក្នុងទេវលោកផងទៀតណាញោមណោះប៉ុណ្ណឹងគឺយើងសាទសពអរោះប្រុសស្រីទាំងអស់គប្បីបានជ្រួតជ្រាបក្នុងតម្លៃនៃការដែលយើងបានជួបនៅព្រះធម្មរតនៈព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ជាក់ថាព្រះធម៌ 84000 ប្រធមខណ្ឌនឹងញោមមានត្រឹមប៉ុណ្ណឹងឬក៏មានលើសនឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានបកស្រាយចំពោះព្រះអានន្ទប៉ុណ្ណានឹងព្រះអានន្ទមកសាកសួរអញ្ចឹងថាព្រះធម៌នឹងមានតែ 84000 បឋមខណ្ឌទេព្រះអង្គឬក៏មានលើសនឹងដែរឬក៏ព្រះអង្គយ៉ាងណាដែរព្រះអង្គបានសម្ដែងយ៉ាងម៉េចដែរបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទៅជ្រកក្រោមដើមស្លឹកឈើប៉ុណ្ណាក្រោមដើមឈើនឹងមានស្លឹកមីដេដាស់ហើយព្រះអង្គក៏ទ្រង់យកពហោះរបស់ព្រះអង្គនឹងចាប់មួយក្តាប់ញោមហើយក៏បានសួរទៅព្រះអានន្ទវិញណាញោមណានឹងព្រះអង្គសួរទៅព្រះអានន្ទថាមនាលអានន្ទតើស្លឹកឈើដែលនៅក្នុងពហោះនៃតថាគតនិងស្លឹកឈើដែលជ្រុះនៅលើផែនដីហ្នឹងតើនរណាច្រើនជាងនរណាបានព្រះអានន្ទក៏ឆ្លើយនៅសំណួររបស់ព្រះពុទ្ធដីកាតាមសេចក្តីពិតថាបបិទ្ធព្រះអង្គដ៏ចម្រើនស្លឹកឈើដែលរយរាយនៅលើផែនដីនេះគឺច្រើនណាស់ព្រះអង្គប៉ុន្តែស្លឹកឈើដែលនៅក្នុងបាតពហោះរបស់ព្រះអង្គហ្នឹងគឺមានចំនួនតិចបំផុតព្រះអង្គបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ជាក់ថាត្រូវហើយអានន្ទព្រះធម៌ដែលតថាគតត្រាស់ដឹងគឺច្រើនណាស់ដូចជាស្លឹកឈើដែលនៅលើផែនដីនោះប៉ុន្តែតថាគតមិនបានសម្ដែងទេព្រះធម៌ដែលតថាគតសម្ដែងគឺប្រៀបដូចជាស្លឹកឈើដែលនៅក្នុងពហោះនៃតថាគតអញ្ចឹងគឺមានចំនួន 84000 បឋមខណ្ឌញោមប៉ុន្តែយើងសួរបញ្ជាក់ថាហេតុដូចម្ដេចបានជាពធដែលព្រះអង្គទ្រង់បានត្រាស់ដឹងច្រើនជាង 84000 បឋមខណ្ឌហើយបានទៅជាត្រឡប់ថាព្រះអង្គមិនសម្ដែងពធទាំងនោះវិញញោមគឺក្នុងន័យនេះសបញ្ជាក់ឲ្យឃើញអំពីព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់បញ្ជាក់ថាព្រះធម៌លើសពី 84000 បឋមខណ្ឌនោះដែលព្រះសម្មាសម្ពុទ្ធមិនទ្រង់សម្ដែងនោះគឺថាមូលហេតុមកពីយ៉ាងដូចនេះណាញោមគឺយ៉ាងដូចនេះថាធម៌ណាដែលព្រះអង្គសម្ដែងទៅហើយត្រូវចិត្តសត្វហើយមានប្រយោជន៍ប៉ុណ្ណាត្រូវចិត្តសត្វហើយមានប្រយោជន៍ទើបព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះធម៌ឯណាដែលត្រូវចិត្តសត្វប៉ុន្តែអត់មានប្រយោជន៍ដល់សត្វនោះទេទ្រង់ពុំសំដែងដែរញោមហើយធម៌ឯណាប៉ុណ្ណាដែលមិនត្រូវចិត្តសត្វប៉ុន្តែមានប្រយោជន៍ញោមក៏ព្រះអង្គទ្រង់សព្វញ្ញុត្តញ្ញាណព្រះអង្គមើលកាលមើលវេលាញោមនឹងបើអត់ត្រូវចិត្តសត្វហើយមានប្រយោជន៍ព្រះអង្គមើលកាលមើលវេលាហើយទ្រង់សំដែងណាញោមចឹង
so mình chia ở khơi âm pi bật thò miền chấm luôn bầm bay mơn buôn pon bật thò mặc khăn nắng cứ thả chia thò mà chia rồi bao sátในmùi nhủ ta hai ấy an đòi tới bầm bay mơn buôn pon bật thò mặc khăn chran mà lẽ sát khla nắng bờ đạp tại mùi kia thá còn lúc nơi lô có tả rạ mẹ lô có tả rạ phò nhủ miền sao ta sa cát tia na kỳ rồi hốt đòi bờ hạt ấy no nâng hay còn á sát khăn tiết nâng to là sầm đai bờ thua tràn mình tây tư chuột chìa chẳng nói nhớ ban lô cọt tả rạ mẹ lô cọt tả rạ phò pi prua tha phòng bay mơn buôn pon bờ thua mặc khăn nâng còn á mình nằm rơ chấm pu sát tu tây thế nhổ pi pruaប្រអងបញ្ជាក់ថាចរិតការប្រព្រឹត្តទៅនៃសត្វហ្នឹងគឺមាន6យ៉ាងញោមណាពោ6យ៉ាងព្រះសាស្តាទ្រង់ត្រាស់ថាទី1រាគៈចរិតប៉ុណ្ណារដាក់ស្អានឹងកហើយចរដាក់ស្អេនឹងតប៉ុណ្ណារាគៈចរិតៈគឺសត្វខ្លះហ្នឹងធ្ងន់ទៅដោយរាគៈសេចក្តីចង់បានសេចក្តីតបតែងលំអខ្លួនឲ្យស្អាតបានអីចឹងទៅញោមនឹងសត្វពពួករាគៈចរិតទៅសត្វពពួកខ្លះមាននៅទោសចរិតទោសចរិតហ្នឹងគឺថាច្រើនទៅដោយរមាំងរមាស់ទៅដោយសេចក្តីថ្នាំងថ្នាក់ទោមនោះអន់សពុនចិត្តប៉ុណ្ណាច្រើនដោយមកនៅអនិច្ចារម្មណ៍ដែលមិនជាទីស្រឡាញ់មិនជាទីគប់ចិត្តនឹងយើងតែងតែឲ្យឈ្មោះថាបុគ្គលនឹងច្រើនទៅដោយសេចក្តីក្រោធញោមនឹងចរិតទី2ចំណែកទី3មោហចរិតសត្វពពួកខ្លះនឹងធ្ងន់ទៅដោយមោហៈងឹតងុលវង្វេងវង្វល់ទោះបីពធព្រះអង្គទ្រង់សម្ដែងល្មមបញ្យល់ល្មមចាប់អត់សូវបានទេញោមនឹងគឺមោហចរិតទី4គឺសទ្ធាចរិតញោមសទ្ធាចរិតនឹងបុគ្គលនឹងច្រើនប៉ុណ្ណាទៅដោយសេចក្តីជឿញោមគឺគ្រាន់តែគេប្រាប់បន្តិចបន្តួចនឹងឆាប់ជឿស្លងទៅណាញោមណាហើយទី5ចរិតរបស់សត្វថ្វលោកព្រះអង្គទ្រង់សម្ដែងអំពីវិតកចរិតគឺបុគ្គលនឹងច្រើនទៅដោយការត្រេះរិះញោមត្រេះរិះពិចារណាដោយច្រើននិងទី5គឺពុទ្ធិចរិតទី6ហ្នឹងគឺពុទ្ធិចរិតគឺច្រើនទៅដោយមាននៅចក្ខុវិស័យខ្ពស់ញោមនិងមាននៅចក្ខុវិស័យខ្ពស់មាននៅសេចក្តីជ្រះថ្លាខ្ពស់ប៉ុណ្ណានិងគុណពុទ្ធគុណពធគុណប្រសង្ឃយ៉ាងទៅអញ្ចឹងចរិតទាំង6នេះសបញ្ជាក់ឲ្យឃើញថាសត្វដែលរាប់ចំនួនប្រមាណមិនបានហ្នឹងគឺមានអព្យាស្រ័យខុសគ្នាព្រោះហេតុនោះហើយបានព្រះអង្គទ្រង់សម្ដែងនៅពធហ្នឹងខណ្ឌនេះចំពោះចរិតរបស់សត្វនេះខណ្ឌនេះសម្ដែងចំពោះចរិតសត្វនោះសត្វនេះមានឧបនិស្ស័យនិងប្រសូតព្រះអង្គសម្ដែងប្រសូតទៅក៏បានចាក់ធ្លុះទៅញោមចរិតរបស់សត្វខ្លះទៅក៏ច្រើនទៅដោយចរិតបែបនេះយ៉ាងនេះចរិតបែបនោះយ៉ាងនោះត្រូវពធបែបនេះត្រូវពធបែបនោះបានជាពធហ្នឹងមានរហូតទៅដល់84000ពធមួយខណ្ឌណាញោមណោះចឹងពធទាំង84000ពធមួយខណ្ឌហ្នឹងអត់ស្ងាត់បាត់រស័ព្ទឆ្ងាយអំពីខណ្ឌសន្តាននៃសាទសពអរោះប្រុសស្រីទេគឺតែងតែមាននៅក្នុងខណ្ឌសន្តានរបស់យើងនៅក្នុងច្បាប់ក្រិតនៃធម្មជាតិប៉ុណ្ណាញោមចូលទៅសិក្សារៀនសូត្របានក្នុងគម្ពីរបត្រៃ3ដកនៅឲ្យចងងណាញោមណាអត់ទាន់បាត់ទៅណាឆ្ងាយអំពីកាលនៃមនុស្សរស់នៅសពថ្ងៃនេះទេយើងមានប្រយោជន៍មានសេចក្តីតិចតិជុំសុខដុមរមនាបូជាទៅដោយពធដង្ហែតាមពធហ្នឹងណាញោមចឹងមើលញោមឃើញទេអ្នកខ្លះទៅព្រះអង្គសម្ដែងតែមួយពគាថាហ្នឹងក៏បានជាព្រះអរហន្តទៅហ្នឹងដោយព្រះអង្គទ្រង់សម្ដែងថាអចិរាំងវតយ៉ាងកាយោបតវឹងអតិសេសតិឆតធោអពេតវិញ្ញាណោនិរតថាំងវកលឹងកៈរាំង
សំដែងប៉ុណ្ណឹងចប់បើគឺថាមេត្តារបស់ព្រះកុមារកសបៈហ្នឹងបានសម្រេចជាព្រះអរហន្តទៅញោមហើយមានសេចក្តីប្រែថាកាយនេះមិននៅយូរប៉ុន្មានឡើយប៉ុណ្ណានឹងកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយជាកាយគឺគេបោះបង់ចោលក៏នឹងដេកសង្កត់នៅលើផែនដីដូចជាអង្កត់អស់រកប្រយោជន៍គ្មាននៃនាងភិក្ខុនៃអង្គនឹងស្ដាប់បគាថារបស់ព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណឹងញោមនាងនឹងក៏មានចិត្តសង្វេគតក់ស្លុតចំពោះថាកាយនេះទ្រុឌទ្រោមញោមនឹងគឺថាมันអាចស្ថិតនៅទេតែវិញ្ញាណទៅប្រះហើយគឺគេបោះបង់ចោលញោមណោះបើគេបោះបង់ចោលពីព្រោះពនាងនឹងអត់អាហារ7ថ្ងៃហើយញោមអត់អាហារ7ថ្ងៃហើយបើក៏ស្ទុះរត់ទៅរកភិក្ខុដែលជាកូនណាកុមារកសបៈហ្នឹងជាប្រធេរៈជាព្រះអរហន្តណាញោមណានឹងលោកបានបច្ចុប្បន្ន20ឆ្នាំប៉ុន្តែនឹកសង្វេគតក់ស្លុតនឹងម្ដាយណាស់តាំងពីម្ដាយបួសខ្លួននៅក្នុងពោះណាញោមនឹងលាប្តីមកបួសទាំងមិនដឹងថាខ្លួននឹងមានគួរក្នុងពោះណាញោមនឹងហើយទៅបួសក្នុងសំណាក់នៃព្រះទេវទត្តក្រោយមកក៏ពោះធំទេវទត្តក៏ប្រកាន់ថានាងត្រូវបរាជិតរហូតទៅដល់ជំរះបញ្ជីមានព្រះឧបល័យជាព្រះវិន័យកាត់ក្តីនិងនាងវិសាខានឹងបានស្រាវជ្រាវនៅពេលនៅកាលនៃសត្វចុចបដិសន្ធិក្នុងគួរអញ្ចឹងទៅមើលពេលមើលកាលមើលវេលាដឹងជ្រួតជ្រាបច្បាស់លាស់ថានាងនឹងមានគួរតាំងពីមុនបួសម្លេះណែរាប់ចាប់តាំងពីពេលនោះរហូតមកដល់ប្រសូតនឹងអញ្ចឹងក៏ទុកនាងឲ្យនៅរហូតដល់ប្រសូតបានបុត្រមួយនៅបើព្រះបាទពរិជាបសេនតិកោសលហ្នឹងក៏យកទៅចិញ្ចឹមបើហើយកុមារកសបៈហ្នឹងតែងតែហៅប៉ុណ្ណាប្របីតាហ្នឹងថាជាប្របីតាអញ្ចឹងណាញោមដល់ក្រោយមកហ្នឹងកូនអ្នកស្រុកអ្នកភូមិមកស្គាល់គ្នាគេតែងតែនិយាយបង្អាប់ថាអាកូនអត់ឪអាកូនអត់ម៉ែអញ្ចឹងណាញោមណាចឹងហើយក៏ចេះតែទទួលអុកបរិជាប្របាទបសេនតិកោសលនិងបរិជាប្របាទបសេនតិកោសលទ្រាំបានក៏បានរៀបរាប់ពោលទៅតាមសេចក្តីពិតអញ្ចឹងទៅក្រោយមកហ្នឹងក៏រំអុកបរិជាចង់ទៅបួសបរិជាក៏បំបួសបុត្រនឹងញោមនឹងដល់បានសម្រេចជាព្រះអរហន្តហើយក៏ម្ដាយនឹងប៉ុណ្ណាទោះបីកូននឹងបិណ្ឌបាតច្រកលហកទីណាក៏ដោយចេះទៅតាមញោមទៅតាមអត់បានសម្រេចគុណធម៌អីទេញោមអត់បានគិតធម៌អីទេញោមណាគិតតែពីនឹកកូនដើរតាមកូនសង្វេគកូនអញ្ចឹងណាញោមដល់ពេលមួយនឹងព្រះកុមារកសបៈលោកត្រិះរិះពិចារណាថាបើសិនជាអាត្មាអញនឹងពោលវាចាទៅពីរស់ជាមួយអ្នកម្ដាយពិតជាអត់ដឹងខ្លួនទេញោមនៅភិក្ខុនៃនឹងអត់ដឹងខ្លួនទេញោមណាអញ្ចឹងគឺថាពេលមួយនោះមេត្តានឹងទៅចាប់បង្គ្រប់បុតតើញោមស្រឡាញ់បុតទៅចាប់កូនណាញោមនឹងចាប់ពឹបទៅញោមហើយទទួលដល់តាក់នឹងចៃវរនោះដួលព្រុសអត់បាយ7ថ្ងៃហើយនឹកអាណិតស្រឡាញ់កូនអត់គិតអីទេគិតពីកូននោះនឹងអញ្ចឹងព្រះកុមារកសបៈក៏ពោលពាក្យគំរោះគំរើយប៉ុន្តែភាពជាព្រះអរហន្តណាញោមណាអត់មានថ្នាក់អីនឹងមេត្តាទេប៉ុន្តែពាក្យប៉ុណ្ណឹងនឹងដែលធ្វើឲ្យមេត្តានឹងបានសម្រេចព្រះអរហន្តដែរគឺថាកុមារនឹងពោលថាណែជាព្រះអរហន្តណាញោមនឹងលោកមានបច្ចុប្បន្ន20ឆ្នាំហើយពោលថាមេត្តាគ្រាន់តែកូនប៉ុណ្ណឹងក៏មិនដាច់ចិត្តដែរសឹកតែមានអារម្មណ៍មួយនឹកឃើញថាអូអញខំស្រឡាញ់គេតាំងតែពីកូនបើនៅក្នុងគួររហូតមកដល់កូនបច្ចុប្បន្ន20ឆ្នាំតាមពិតអត់មានពាក្យសម្ដីផ្អែមល្ហែមមករកមេត្តាសោះចឹងក៏តូចចិត្តដែរញោមតូចចិត្តទៅក៏ជិះចេញទៅតែឯងទៅញោមជិះចេញផឹងទៅព្រះអង្គទ្រង់មន់ត្រាច់បណ្ឌបាតនៅក្រុងសាវត្ថីក្បែរនោះដែរព្រោះព្រះអង្គទ្រង់ញៀននោះនឹងក៏បិឈពុកមកលើព្រះទៀតបានព្រះអង្គសម្ដែងថាមនាលនាងហើយកាយនេះមិនស្ថិតនៅមិនចេរកាលនៅមិនយូរប៉ុន្មានទេនឹងតែវិញ្ញាណទៅប្រះហើយជាកាយគឺគេបោះបង់ចោលក៏នឹងដេកសង្កត់នៅលើផែនដីដូចជាអង្កត់អស់រកប្រយោជន៍គ្មានណាញោមហើយពនាងនឹងបន្ទុំបារមីកសាងមកមួយសែនផែនដីហើយណាញោមណា
nâng ban sẽ đáp ở kia tha và bản nắng của ban cho bè ra hòn từ nâng cứ ở cha na nông an tập hiệp dương cắt mau chia mà nu hái ban chu bật thò bằng bấy mơn buôn pon bật thò mặc hàn bật thò nâng riêng riêng kia tha chẳng cái nhôm nó và nâng cứ tha côn này bật thò nâng cứ ở cha bỏ tí bấy cứ côn này bật sang nhôm bật sang hai đôi mà đây ban tha bật sang nâng miên côn đọc cày cắt lại cùng ban thế nhôm nè bôi chia chấm pu côn bột bột nè bôi chia chấm pu côn bột thò nè bôi chia chấm pu côn bột sòng bôi chia côn bộtรัตนត្រ័យទាំង3ប៉ុណ្ណារមែងមានបញ្ញាផងរមែងមានទ្រព្យផងប៉ុណ្ណារមែងមានដេកជះផងណាញោមណាអត់បែងចែកវែកញែកអីចេញពីគ្នាទេញោមនឹងកំបែងចែកកំវែកញែកថាបូជាពុទ្ធមានដេកជះច្រើនបូជាពធមានបញ្ញាច្រើនបូជាប្រសង្ឃមានទ្រព្យច្រើនពលយ៉ាងនេះគឺមិនត្រូវពុទ្ធដីកាទេញោមមិនត្រូវយ៉ាងម៉េចញោមមិនត្រូវថាតែកាលណាយើងធ្វើបុណ្យប្រកបដោយបញ្ញាយើងមានបញ្ញាហើយញោមតែកាលណាយើងធ្វើបុណ្យចំពោះគុណបត្រៃរតដែលមានគុណប្រមាណហ្នឹងមានដេកជះច្រើនហើយញោមតែកាលណាយើងបូជាចំពោះគុណពុទ្ធពធប្រសង្ឃដោយទ្រព្យដោយសម្បត្តិរបស់របរអស់ទាំងនឹងហើយគឺថាវាមកទាំងព្រមញោមមានបញ្ញាផងមានទ្រព្យសម្បត្តិផងមានសពមានគ្រប់មកទៅទាំងព្រមចេះចឹងបើកាលណាយើងសូត្រថាពុទ្ធបូជាមហាតេជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាធៈណាំងហាក់ដូចជាបែងចែកដល់កាលណាបែងចែកចឹងអាចទៅជាមិនត្រូវទេញោមនឹងកាលណាដែលបែងចែកចឹងអាចជាមិនត្រូវទេប៉ុន្តែការដែលពោលនៅគាថាហ្នឹងការបូជាពោលនៅគាថាអត់ខុសទេញោមអត់ខុសទេបើដូចជាយោកបកោដីហេបេអបម័យយ៉ាងកាលង្ករោនតោអតិតុការានិខេទាំងកតោលោកហេតាយនីថោយនមោមហាករណេកាសៈអីចឹងណាញោមណាបើមានសេចក្តីប្រែហូហែទៅរហូតដល់ថាពុទ្ធជាទីពឹងជាពំនឹងសពសត្វតាព្រះអង្គកាលប្រាថ្នាធ្វើកសាងអស់កាលយូររាប់ដោយកោតកប្បាច្រើនកណនីហុះគិតគូបានត្រាជាសព្វញ្ញូត្រាជាគ្រូលើភពឋានធ្វើកម្មជាកម្រសន្និកត្រាប់បំបានតោកយ៉ាលំបាកប្រានប្រប្រយោជន៍ដល់សពសត្វខ្ញុំសូមអោនសេរសាចិត្តប្រាថ្នាបង្គំថ្វាត់ព្រះពុទ្ធករណាសត្វនោះជាទីពឹងសពកាលណែធម៌នឹងមិនព្រះសំដែងទេប៉ុន្តែវាត្រូវនឹងបត្រៃបីដកដែលព្រះអង្គមានគុណនឹងយើងពោលចឹងទៅត្រូវអត់ខុសទេប៉ុន្តែដល់តពោលថាពុទ្ធបូជាមហាតេជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាធៈណាំងប្រែមកថាការបូជាពុទ្ធមានដេកជះច្រើនបូជាពធមានបញ្ញាច្រើនបូជាប្រសង្ឃមានទ្រព្យច្រើនខុសមូលហេតុអីបានជាពោលថាខុសពីព្រោះថាអ្នកប្រាជ្ញពោលគាថានឹងអត់ត្រូវទេបើអត់ត្រូវយ៉ាងម៉េចញោមពុទ្ធព្រះអង្គមិនបានបរិយាយអត្ថាធិប្បាយសេចក្តីយ៉ាងនេះទេព្រះអង្គសំដែងទៅទាំងព្រមណាញោមបូជាពុទ្ធបូជាពធបូជាប្រសង្ឃមានដេកជះច្រើនមានបញ្ញាច្រើនមានទ្រព្យច្រើនហ្នឹងគឺអាស្រ័យទៅលើយើងជ្រះថ្លាយើងបូជាទៅបុណ្យហ្នឹងចាត់ចែងឲ្យយើងមកហើយប៉ុណ្ណាអត់មានដាច់ដោយឡែកថាទេបើចង់មានដេកជះច្រើនទៅបូជាពុទ្ធណាមិនចឹងទេបើវិចារណាចំណុចហ្នឹងដឹងតែខុសហើយញោមណែបើចង់មានបញ្ញាច្រើនត្រូវបូជាពធណានឹងណែបើចង់បានទ្រព្យបានសម្បត្តិច្រើនទៅបូជាប្រសង្ឃណាមិនមែនទេចង់បានទ្រព្យចង់បានសម្បត្តិច្រើននឹងបូជាពធហ្នឹងក៏មានទ្រព្យមានសម្បត្តិដែរតាណែបើចង់មានទ្រព្យមានសម្បត្តិច្រើននឹងបូជាពុទ្ធហ្នឹងក៏មានទ្រព្យមានសម្បត្តិដែរតាបើហ្នឹងសបញ្ជាក់ឲ្យឃើញថាគឺថាពធហ្នឹងជ្រាលជ្រៅល្អិតល្អន់ហើយការសិក្សារៀនសូត្រហ្នឹងគឺល្អល្អះណាស់ប៉ុន្តែពេលខ្លះទៅការពោលការមានវាចាហ្នឹងក៏វាអាចទៅជាយើងគូត្រិះរិះដែរញោមគូត្រិះរិះដែរត្រង់ចំណុចថាព្រះអង្គសំដែងដោយច្រើនដូចជាអត់សំដែងចឹងទេព្រះអង្គសំដែងដោយច្រើនមិនមែនថាតើតែអ្នកចង់បានបញ្ញាច្រើនបូជាពធចឹងឯងមិនមែនទេអ្នកមានបញ្ញាច្រើននេះ
chặt chay như riêng trong tròn con hay thả và sốt nắng nó nhô nè mơ khơi nè nâng miền tăng pi bẩn lư miền tăng pi bẩn tiệp miền tăng pi ấy pan nhá việc ca tranh bình trần là ca này dân bố chia côn và rát nạ trai hết pan nhá nó việc ca tranh bình trần đây nhôm nó men ha to là bố chia và thò vào ấy bố chia và thó có bên đây không có bột ấy bên đây không có song nâng tài năng chẳng là nhôm đó nâng pan tha đào tập pe sốt chân tới mình tha khói pan hạ đuôi chị bay chạy nè là ca na bay chạy nè có trâu trăng cho nó nâng trong bài chuyện chẳng là nhôm đó hai đọc về bố chia và xong vô phải chay buôn chay và rạ ban là ba thì na cái liên là phải chay vô mà bố chia tới nâng mua tha cả chuyện là ná miền trọp tràn vào phân men bố chia chừng pu và xong thằng miền trọp tràn thế nhổ bố chia của bột nâng bố chia của bột bố giang mạch nhổ bố chia của bột nâng dựng bố chia giang mạch bố chia và thó dựng bố chia giang mạch vào bố chia và xong nâng dựng bố chia giang mạch nhổ dương quan để bắt đôi côn của bột nâng vào ăn miên cônอย่างđi bố chia và thò nó và thò miên cônอย่างđi bố chia và xong miên cônอย่างđi nắng ná nâng hay dựng bố chia tay nhổm dựng bố chia tay miên đây chiếc còn nơi khổng nông miên pa nhá còn nơi khổng nông miên thọp thón còn nơi khổng nông chẳng ná nhổm nâng còn là thạc khóc niên tí chẳng thế là thạc ca pô tới vì mình khóc thế phần là đọc bê đạp tới đôi chia bay chay đạch đời lại chẳng cứ chẳng nói đại trăng thà bật sang lục miền cônอย่างmạch nhổm ná bật sang nâng ba pol ông pi pre sang nhổm tăng pi pan cho vẹn kỳ đại bà ông bà sô tranh pi bà ô rồi bà ông nơi nia tì krong sa rần nát cái lại bà ông sầm đài thoa mà chặt cặp bà vặt nạc sô nông nô miền pi khổ pram ru ban đo này lục cọt tara mẹ lục cọt tara phá đó nhổmคือក្នុងនោះមានព្រះអញ្ញាកោណដញ្ញៈមួយព្រះមហានាមមួយហតយៈមួយព្រះវបៈមួយនិងព្រះអសជិមួយទាំង5ព្រះអង្គនឹងញោមហើយមានរឿងដំណើរតមកថាហេតុអីបានជាប្រសង់នឹងជិតទៅជាសង្ឃរតនៈដែរនោះបើមានតែពុទ្ធតែមួយអង្គហើយអត់មានឧបាសកអត់មានឧបាសកសិកាអត់មានភិក្ខុអត់មានភិក្ខុណីទេតើពុទ្ធមានតម្លៃអីក្នុងការត្រាស់ដឹងហ្នឹងបើដូចជាព្រះបច្ចេកពុទ្ធហ្នឹងគឺត្រាស់ដឹងមួយអង្គបានទៅនៅពៀនតែមួយអង្គត្រាស់ដឹង2អង្គបានទៅនៅពៀន2អង្គព្រោះព្រះបច្ចេកពុទ្ធខ្លះត្រាស់ម្ដង500អង្គក៏មានអត់ទៀងទេញោមពេលខ្លះត្រាស់1000អង្គទន្ទឹមគ្នាទៅក៏មានដែរញោមអញ្ចឹងអស្ចារ្យណាស់ក្នុងសេចក្តីនេះប៉ុន្តែប្រសង់នេះញោមដែលព្រះអង្គសម្ដែងហៅថាបឋមទេសនាធម្មចក្រកបវត្តនសូត្រក្នុងគ្រានោះមនុស្សបានស្ដាប់តែ5អង្គនឹងទេតែទេវតារាប់មិនអស់កោតបានស្ដាប់ពធនឹងហើយប្រកបប្រកាសតគ្នាទៅលើទៀតគឺថាយើងមិនដែលបានឮយើងមិនដែលបានស្ដាប់យើងមិនដែលបានពលត្រូវនៅពធនឹងទេពីព្រោះយូរមានព្រះត្រាស់ម្ដងនោះហើយដល់ព្រះអង្គសម្ដែងបឋមទេសនាគឺព្រះអង្គយកនៅព្រះធម្មចក្រកបវត្តនសូត្រនឹងមកសម្ដែងញោមដល់តែពេលព្រះធម្មចក្រកបវត្តនសូត្រសម្ដែងទៅអញ្ចឹងញោមធ្វើឲ្យទេវតានឹងបានស្ដាប់ពធហើយបន្តគ្នាទៅជន់ទី1ចាតមហារាជការទៅទី2តាវតឹងទៅទី3យាមាទៅទី4តោសិតទៅទី5នៅមានរតីរហូតទៅដល់ទី6បរណមិតវសវតីក៏ពូលព្រមព្រៀងគ្នាថាយើងមិនដែលបានស្ដាប់យើងមិនដែលបានពលត្រូវញាណកើតឡើងហើយចក្ខុកើតឡើងហើយបញ្ញាកើតឡើងហើយពលឺភ្លឺស្វាងកើតឡើងហើយដល់យើងដែលពីមុនធ្លាប់តែប្រកាបធ្លាប់តែងងឹតឥឡូវយើងមានពលឺយើងបានភ្លឺដូចជាបុគ្គលដែលប្រកាប់នៅរបស់ហើយផ្ងាឲ្យយើងបានឃើញឲ្យយើងបានស្គាល់ឲ្យយើងបានពលត្រូវនៅគុណធម៌បៃតិបាមកជាសទ្ធាជ្រះថ្លាបូជាក្នុងគុណបត្រៃរតអញ្ចឹងណាញោមណោះបើហើយរួចបន្តជាប់មិនដាច់រហូតមកនឹងក៏ពធនឹងក៏ចេះតែប្រសពផ្សាយបើដល់បរិស័ទ4ពួកនឹងបើណានឹងគឺថាដេជះនៃគុណបរិទ្ធដេជះនៃគុណពុទ្ធនេះទើបធ្វើឲ្យពធកើតឡើងទើបធ្វើឲ្យប្រសង់មានឡើងណាញោមបើពធនឹងប្រៀបដូចជាឱសថប៉ុណ្ណាពុទ្ធនឹងប្រៀបដូចជាវិជ្ជសាស្ត្រពេទ្យដ៏ជំនាញព្រះសង្ឃនឹងប្រៀបដូចជាអ្នកឈឺណាញោម
nâng chẳng ban để chẳng cao này bờ rát nạ bay nâng cứ miên cún cắtประมาณ bán miên cún smile khnia nhổ bờ put tra đăng bờ ọt miên tra đăng bờ thò tế chmu tha bờ put tế thà ọt tê nhổ bờ pra sang nè bờ ọt miên chấm ngư tế tại chmu tha bờ sang tế thà ọt tê pro bờ sang nâng prai mau thà nẹt đập toal nè nhổ nẹt đập toal làm pi bờ put chẳng dương xa tờ sao bờ róc pro sray tầng ọt nâng xuất tại bàn đập nơi bờ thò còn nó đập nơi bờ thò pi pan nhiều vẹn kỳ nó đập mùn kỳ mình to cho mình đánh máu xa vẹn sang xa vẹn nó chết tại mình to viên rồi hô từng mục tiêu là nhôm đó group pram pon pra và xa từng mục ấy nó tớp nâng men ta bờ sang đấy nó nhôm ta cana bờ sang mùn kỳ hai tớp bờ put có bờ thò có bề nồng đại mua tha bậc bút nơi bậc bút cuồng nơi nâng bậc ông bậc đặc biệt tại hai phần tại hai ấy ban tha bậc bút nơi nhổ bậc bút nơi đòi mua tha bậc bút nơi bị pro tha co sang ba là mấy cha là sang khay nâng bậc ông miền nơi chua bậc cút nơi không bậc thua nâng bờ tước mua tha bậc bút nơi được bậc ông phần đây tha ca đai tật tha quất cuồng nơi hay nẹt tầng lai khơi tật tha quất tại nẹt tầng lai mình chỉ nơi tật nơi thò rồi bao tật tha quật tế mua thành nẹt tầng lái mình ban chúc tật tha quật tề nó nhớ lục tra tay bọc quần nó khơi thò rồi bao tật tha quật hái mình chăm bạch chụp tật tha quật tế và ông và đệ đặc biệt từ pi pon nam chiang hai còn mua thầy dương ban chụp bọc pon dương bôi chia tới ban bon ban a này xong miền bọc pon bạn để mà nó chia à ram nó nhôm vô đó và nâng ai đây mua tha và ông cùng nơi bà ông mình tuần từ na đôi xa con là thua rồi bỏ bà ông trung bật đơn hàn tục bởi ọt bàn trả đăng bột ca là cả thua bà ông co sang bỏ ná mà phây ở sang khai mùi xem cam bỏ ná hai thạc ba là mây sam sắp đây bà ông dốc từ co sang ở bàn trả chia bà bột ní bởi sân cho bà ông mình bàn trả chia bà bột ní bà thua có mình ai cùng này là hôn một đào sọc ngày đà hay bật thua cuồng nơi nó đôi ẩm nai nơi bút tự nhiên đó nhố bơ ẩm nai nơi bật bút tê bật thua na từ nơi bàn ọt bàn tê hay mình nụ còn ai bồ bàn đây bơ tầng nhôm tầng ma nó cho tầng bồ cho tầng dây cho tầng đây cho tầng bần rô tới cho tầng chặt vô bàn phẩm chặt vô bàn nâng ai đòi sao ẩm nai để cun bật bút bơ ọt miên cun bật bút và ông miền ba là mấy cuồng chân tế nhô máy đôi pre và chơi cả bột chẳng và ông tra đăng phòng bay mơn buôn buôn và thò mà khán con đây và ông sầm đai ọt chành dù ta và ông tra đăng đai con này hai ấy ban sầm đai mình chành nhổ pi pro này ca co sang rồi bỏ và ông nó vật thế bao nhổm pi ở sang khai mười xem cáp vật thế bao và ông bột giang tịch ná cứ bò mà phây ở sang khai mì sàn cạp đo pê pre phải chơi cặp bút co sang tập pi ở sang khai mì sàn cáp bật na chưa phải chơi cặp bút nè hay tra đăng tầm ông anh tên là phiên tầm ông anh còn để đặt nồi ẩm nhiệt nhôm oi đặt xa ở bao sót phơi tiền thò mà đa tết tai pol bật thò nó ọt chành đề vạc bòn đôi một nụ cờ để vạc bòn chẳng nó dây vì ọt chành đàn ở rừng thì chẳng thế này không đó bò ta khvạc bòn tới tới chia nó có thong tiết đạp ấy ở lư nó rất là nẹt khvạc bòn giang na mình pre phải chơi cả bút khvạc bòn phải chơi cả bút nó chơi chả pi nhung đó phải chơi một pi e cả hay nâng bạch chạ nó chơi bòn á phải chơi cả bút nó bút thẹ nó cả tra đằng nó bòn á phải chơi cả nó e cả bạch chạ nó e cả tại mình on ai nó bòn á nâng phải chơi cả bút nâng prai mà ta tra đăng ta mà ông nhá e cạ mùi nâng nên nhung nó và nâng ai chẳng bàn chia dương sập ngày nâng mua tha và xăng nâng cứ chỉ rót tận nạ mà ná và xăng nâng cứ chỉ rót tận nạ đại trâu truông nơi và thó tầng nhôm tầng ạt má nâng trâu truông nằm cao túc của rốt pra này bắt bàn mẹ bàn phal bàn sọc bàn sù sờ đây công càng nên nhôm ná nâng đại mua thả bốn cứ bọc biang mình môn bạ là mang mình còi cả đời bọc cô vừa hái cứ bàn an để xong nó mình muốn nâng mình còi thế này nhố vừa phim bàn plate á nâng ấy hay ba chân đây là ca na dương vừa phim dương bàn plate
nâng ô sầm lạp kì lùi lẹ phần là đọc về trồng còi nó cái đai cả hai tới cái chập tôi đã bán kích rùi nâng bọc bèn một môn bạ là mang mình còi nó vừa soi Paul mình to khía đấy nhôm đó ca lì cao nó thô oi Paul mình rơm chạm ca này nhôm ạ bây giờ thưa gì đây là oi dương co sang bon dương thưa tiền thưa sơ thưa kia và nia tới thôi nè dương bàn Paul dương bàn này xong giang đằng ai đấy nhôm gió lấy nó côn bột côn và thò côn và sang nâng đại mua tại dương làm co tiền là o và nát tại cha tại trong đôi smart đây pa nhà nhiên ca chuyện là ná miên pa nhà tràn thấy nè nè crea sẵn nạ chẳng riêng ở cua chiên khuôn đại triển nẹ sẵn mây tiên chẳng tay đừng hơi ai ở các miền đất và tiếp cho vi lia miền ca miền nhi miền nằm co sọc cục bài giang tập và xăm phê rạ tầng nâng mua thầy dương miền bà nhá chặt cháy đây là bồi chia nông côn và ra tầng nạ trái rồi mấy miền bà nhà tràn tróc có bàn đây chia của miền từ nào một nám đỏm nai đây chia nó nhốm bộ ớt miên đây chia nó nhốm dương mình ai rồi riêng miên chỉ vật bàn tê trong phần tròn pi bịa thả ấy tới đây chia nhôm đây chia nâng ca pol ca đây ca thlai nâng ca nó nhôm miên đây chia ba là mây nâng cứ thả bất thà đôi nhôm rằng bảo xôm ở chu phục bút xôm ở miền Panya xong khi mà chưa tới cao Panya nâng miền đây chia nó không nâng bảo từ nào một na cái thao nè miền bon môi kia rộp nó một con nó chạy miền Panya chạy vừa tiền còn nào tiền tam giật thia tam trọp tam thuần thiên để luồn miền đấy khơi đấy nâng mua tham miền đây chia chẳng cái nhổm đây chia cứ đây chia rằng mà đây chia chẳng và nè nâng hay bật thò nâng cái tha cứ bật thò nâng Canada bộ cô trâu truông từ hai cứ bộ cô nâng nè miền Panya bông pua chẳng cái nhôm đó Panya bị cá bị pui Panya bị cá đạp nó nhôm đó nâng sốt tặng mà dẹ Panya cá bị cá đạp thiêu và niêm mà dẹ Panya bị cá chầm ra tiết đạp tiết và nó vì mà này ti tơ mà này ti nó cứ đạp chọp và nó nâng hay đau pe bò ti bay nâng và nó chân đa mà dẹ Panya cá bị cá đạp hơi cái lô mình bác dừng kịch hỏi từ xăm cua từ tam thô hay thà bát tị bồi chia nó nhóm nó para là bát ở từ xăm cua từ tam thô nó ngạ và para là bát dạng mấy nhóm ở xăm cua từ tam thô nó người ta dương tri từ hai ta thưa tiên dương ban này sang cua con này dương tri chẳng hay dương liệt tiền nâng từ nó hay thà bát tị bồi chia nó nhóm đó rẽ xa sao có đôi nụ đài và nó sao pram miền đây chia miền ở nai miền bần miền Việt Nam miền ba là mấy cái này dừng tri hai chẳng có dưới rẽ xa sao chầm tay nó nhóm nâng hay chầm này mùi tiệt nu cứ dương bạn này bắt nơi không thiêu và nia và bạn này bắt là không thiêu và nia ở xong cua từ tam thiêu và nia nâng nâng thiêu và nia dương chầm ran hai dương chầm ran tiệt pi Panyaរបស់យើងនឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងវាធ្លុះវាធ្លាយវាបែកបើចានៅថ្ងៃសត្រូវគឺកិលេសធម៌ទាំងឡាយទាំងពួងបានដោយសារតែយើងមានភាវនាណែភាវនាហ្នឹងកាប់នៅអន្លង់កាប់នៅកិលេសកាប់នៅបាបកាប់នៅឫសគល់នៃហេតុដែលនាំឲ្យកើតបាបហ្នឹងយើងកាប់ផ្ដួលកាប់រំលើងឫសជួគល់របស់អកុសលនឹងចោលបានដោយភាវនាណាញោមណានឹងយើងចម្រើនភាវនាចឹងបើហើយដូចជាតក្ខិណានុបទានក៏ដូចឆ្នោះដែរញោមតក្ខិណានុបទានព្រះបរមសាស្តាទ្រង់ត្រាស់ថាមានអង្គ3ប្រការទី1ទាយកាnăngឧទ្ទិសសេអ្នកនឹងខានបានទេប៉ុណ្ណាមានបុត្រធីតាមានឧត្តមស្វាមីរបស់ញោមអង្គគីមជាដើមហ្នឹងបើញាតសាច់សាលហិតទាំងទីចិត្តទីឆ្ងាយប្រមូលដុំគុំគ្នានៅក្នុងគេហដ្ឋានប្រពខុប6ថ្ងៃនិង7ថ្ងៃក្នុងថ្ងៃស្អែកឧទ្ទិសជូនចំពោះឧបាសិកាអង្គគៀមឈ្មោះថាទាយកាnăngឧទ្ទិសសេអ្នកទាយកាnăngអ្នកឲ្យឧទ្ទិសសេអ្នកនឹងថ្វាយជូនបូជាប្រគេនប្រគល់ឲ្យណាញោមបើទី2អត្តនោអនុមោទនេអ្នកអត្តនោអនុមោទនេអ្នកមានសេចក្តីប្រែថាបើគឺអ្នកដែលស្លាប់នោះឯងមកអនុមោទនា
ហើយការអនុមោទនាបុណ្យពីគ្នាទៅវិញទៅមកហ្នឹងមិនចំពោះតែញោមបាសិកាអង្គគៀមទេអ្នកណាក៏ដោយឲ្យតែត្រេកអរអនុមោទនាអំពីបុណ្យរបស់ញោមបានកសាងបានធ្វើហ្នឹងគឺរមែងបានបុណ្យហើយហ្នឹងណាមិនពិបាកទេញោមបុណ្យហ្នឹងគឺបានអញ្ចឹងណាបើនឹងទី3សង្ឃមហេសុបតតិតាឬក៏តក្ខណយៈសម្បទាយៈទី3ហ្នឹងណាញោមគឺថាត្រូវតម្កល់តេយ្យធនហ្នឹងចំពោះអ្នកមានសិលណាញោមណាតក្ខណយៈសម្បទាយៈដែលសម្រេចទៅជាទានជាអនុបទានណាតក្ខណានុបទានទៅបានអាស្រ័យទៅលើស្រែបុណ្យចាប់តាំងពីសិល5សិល8សិល10សិលភិក្ខុសិលសាមណេរសពគ្រប់សិក្ខមាណាប៉ុណ្ណាភិក្ខុនៃសាមណេរាឡើងទៅសាមណេរីឡើងទៅសពគ្រប់ប្រការទាំងអស់រមែងបានសម្រេចទៅជាតក្ខណានុបទានត្រូវព្រមអង្គទាំង3ប្រការទើបសម្រេចជូនចំពោះបាសិកាអង្គគីមចឹងណាញោមហ្នឹងប៉ុនហ្នឹងអញ្ចឹងបើប៉ុនដែលយើងធ្វើហ្នឹងគឺសម្រេចជាប៉ុនជាអានិសង្ឃហ្នឹងគឺសម្រេចដោយនៃសេចក្តីនឹងយ៉ាងនេះឯងណាញោមណាបើអញ្ចឹងការរៀបរាប់ពីបើវគ្គមុននោះបើបានបកណ្ណកធរច្រើនបើថ្ងៃនេះបានបូជានៃការប្រទានពធហ្នឹង1ម៉ោងទៀតបើមុនហ្នឹងក៏1ម៉ោងដូចគ្នាណាញោមណាបើគ្រប់អត់លឹះអត់ខ្វះទេញោមបើខ្លាចតែលឹះទៅគេលោថាបើវាមិនកើតបើមានឱកាសមានឧបនិស្ស័យមានបុណ្យមានកុសលអីចាំបំពេញនៅលើក្រោយទៀតណាញោមណាបើសបាយនឹងបុណ្យត្រេកអរនឹងកុសលដែលយើងបានតម្កល់ចិត្តដ៏ត្រង់ក្នុងសមាបដិបទាជឿជាក់ជឿចំប៉ុណ្ណាជឿសុខសួនជឿមួមមួនជឿការត្រាស់ដឹងនៃព្រះតថាគតជាព្រះអរហន្តតមនីដ៏មានប្រភេទណាញោមណាចឹងការពោលរៀបរាប់នៃបុណ្យគម្រប់ខួប7ថ្ងៃនិងថ្ងៃស្អែកនេះក៏សូមបានជាមហាកុសលដ៏ច្រើនប៉ុណ្ណាបានសម្រេចមគ្គផលទាំងអស់គ្នាណាញោមណាទាំងនៅគេហដ្ឋានក្តីទាំងមកជួបជុំគ្នាក្នុងទីនេះក្តីបានបុណ្យស្មើគ្នាហើយរំលែកចែកនៅមហាកុសលជាពិសេសជូនឧបាសិកាអង្គគីមដែលបានធ្វើការកិរិយាគម្រប់ខួប6ថ្ងៃ7ថ្ងៃនិងថ្ងៃស្អែកនេះសូមទទួលនៅបុណ្យដែលជះនៃកុសលដែលក្រុមគ្រួសារទាំងអស់បានបំពេញក្នុងគ្រាវេលាឱកាសនេះប៉ុណ្ណាហើយនឹងមួយអន្លើដោយសពសត្វទាំងអស់ដែលកំពុងរងនៅទុក្ខទោសគ្រោះថ្នាក់យ៉ាងណាក្តីក៏សូមឲ្យបានរួចចាក់ទីដល់ថោកទាបប៉ុណ្ណាអាយ៉ាងសង្កបេតេនសម្បតាពធទេសនាថ្លាថ្លែងសម្ដែងមកក្នុងអត្តន័យមានប្រមាណប៉ុណ្ណេះសន្មតថាចប់អេវ៉ាំងសាធុ